មួយរឿងដែលសប្តាហ៍ថ្ងៃប្រទេសខ្មែរយើងបងប្អូនដឹងហើយអាគ្រឿងប៉ះពាល់ដូចជាគ្រឿងលេអីលាបលឿនស្អាតហ្នឹងនាំទៀតទៅច្រើនសារអី5រៀល10រៀល5 10រៀលទៅលឿនតិចទៅវាថោកជួការទិញបានមួយកញ្ឆេងសាក់ទៅយកទៅលក់នៅស្រុកគេមើលគេទិញទេបើមិនជប់លក់ឯងនៅស្រុកគេចង់លក់របស់ brand របស់ដែលគេប្រើរាប់ឆ្នាំហើយរបស់ណាមានជាតិកាត់ជាតិអីទេលាបយូរទៅស្បែកកាន់តែដុះខ្មែរយើងអត់ទេខ្ញុំអត់ខ្វល់រឿងលាបស្បែកឲ្យដុះទេខ្ញុំចង់ឲ្យធ្វើម៉េចខ្ចីឥឡូវហ្នឹង3 4ថ្ងៃហ្នឹងអាណាខ្ចីមួយអាទិត្យអត់ទេរកអាខ្ចី3ថ្ងៃមានអាខ្ចីភ្លាមក៏មានដែរហើយមួយទឹកមិនចាញ់ដែរដោយសារអីគេធ្វើរបស់ទាំងអស់ហ្នឹងមកទីផ្សារតម្រូវអញ្ចឹងខ្មែរយើងប្រាប់គាត់អ្វីទៅល្អគាត់ស្ដាប់ទេគាត់ចង់ទៅតែកន្លែងយ៉ាប់ហ្នឹងហើយជួយគាត់ធ្វើម៉េចមានបោកគាត់ដែរទៅមិនចឹងបើប្រាប់គាត់ល្អគាត់ស្ដាប់ផងហើយចាំបោកគាត់ថាចេះចុះប្រាប់ល្អមិនទៅតែអ្នកខ្លះគេអត់ធ្វើទេគេអត់ធ្វើសោះហ្មងដូចខ្ញុំគឺខ្ញុំអត់ធ្វើសោះហ្មងអ្នកខ្លះគ្នាចង់ធ្វើល្អប៉ុន្តែមើលទៅធ្វើដូចគ្មានការទទួលបានការគ្រប់គ្រងដូចមិនស្ដាប់មិនឲ្យសោះមើលងាយទាំងចិត្តឯងទៀតបោកវាបដ ாய் ទៅច្រើនបងប្អូនខ្ញុំឃើញអ្នកខ្លះគ្នាមិនចង់អាក្រក់ឯងប៉ុន្តែឃើញថាធ្វើល្អក៏គ្មានប្រយោជន៍ដែរនិយាយមួយវាត្រង់វាអត់ស្ដាប់វាអត់ជឿយើងផងបោកវាបដ ாய் ទៅហើយចាប់ប្រាប់វាវិញចុះអត់ពេលអត់មានឯងស្ដាប់មានបងប្អូនណារៀនសង្គមឡើងវិញហេតុអីបានមនុស្សខ្លះថាចេះមនុស្សផុសបកកែលួងមកវានិយាយត្រង់យកអត់ជឿវាផងយើងរករឿងវាហ្នឹងយើងរកតែអាណាមកផ្អែមវាបោកព្រោះថាចេះមិនចង់បោកមិនទៅចង់និយាយលួងប៉ុន្តែនិយាយពាក្យសម្ដីក្រោតទៀតអាល្អត្រង់ស្ដាប់ទៅនឹងវាស្ដាប់អត់បានវាស្ដាប់អត់យល់ហេតុផលវាចង់បានតែលួងមានលួងវាបោកបងប្អូនគាត់ថាមនុស្សយើងនិយាយអស់ពីចិត្តតែនិយាយស្រួលកើតទេឧទាហរណ៍បងប្អូនខឹងកូនអញ្ចឹងតែនិយាយស្រួលវាកើតទេប្រាប់វាឲ្យវាធ្វើខុសតែប្រាប់វាទៀតក្មេងខ្លះនិយាយស្រួលស្រួលស្ដាប់ចុះអាក្មេងខ្លះបារឹងវាដែរស្ដាប់បានទេតលេងព្រោះដាំមួយវាហើយបើយើងចិត្តជាឪពុកម្ដាយចិត្តយើងបរិសុទ្ធមួយកូនយើងទៅលួងកូនបោកកូនប្រើយើងធ្វើចោលកើតទេយើងអត់គាត់យើងចង់ឲ្យគាត់ឆ្លាតយើងចង់គាត់បកកាយជាងយើងត្រូវស្រែកស្ដីឲ្យគាត់តែខ្លះព្រោះពេលខ្លះសម្ដីសួរស្ដាប់បានដាក់វិន័យឲ្យបានគាត់កែ